តាមប៉ាត់ទៅបងលាកលីដាគាត់ទៅសុំប្តីខ្ញុំមុនទៅមកសុំខ្ញុំខាងក្រោយព្រោះដោយសារអីខ្ញុំមានតួនាទីច្រើននៅក្នុងគ្រួសារក៏មាននៅការងារសង្គមខាងក្រៅក៏មានដែរអញ្ចឹងពេលវេលាខ្ញុំអត់សូវមានទេអញ្ចឹងដោយចិត្តស្រឡាញ់ផងខ្ញុំសុំគាត់ផងហើយបងដែលជាផលិតករគាត់សុំផងក៏ជំរុញទឹកចិត្តរបស់នាងខ្ញុំថានីតាអាចទៅរួចហើយបងនីតាណាថាអូនអាចទៅរួចហើយគាត់ចរិតនៅក្នុងតួអង្គនេះវាស័ក្តិសមជាមួយអូនអញ្ចឹងអូនគួរតែរំលេចខ្លួនឯងខ្លះទៅពីព្រោះដោយសារយើងក៏ជាសមាជិកភាពមួយនៅក្នុងសមាគមសិល្បៈដែរអញ្ចឹងយើងគួរតែមកចូលរួមថតដើម្បីយើងលើកស្ទួយវិស័យភាពយន្តទាំងអស់គ្នាហើយខ្ញុំគាត់ថាពេលដែលខ្ញុំស្ដាប់ script និងខ្លឹមសាររួមនៃសាច់រឿងទៅខ្ញុំទទួលយកបានព្រោះដោយសារជាសាច់រឿងមួយដែលខ្ញុំចូលចិត្តហើយខ្ញុំគិតថារឿងអំពើនេះមិនសូវជាមានអ្នកលើកយកមកជាខ្សែភាពយន្តទេប៉ុន្តែសម្រាប់ជើងនេះគឺខ្ញុំចង់ចូលរួមថតជាមួយនឹងខ្សែភាពយន្តនេះពីព្រោះដោយសារស្រឡាញ់ហើយណាមួយចង់ដកបទពិសោធន៍ថ្មីបន្ថែមមួយទៀតបន្ទាប់ពីយើងបាត់មុខយូរឆ្នាំហើយស៊ីសងទៅលើផលិតករព្រោះដោយសារអីបើចិត្តខ្ញុំទោះបីជាយ៉ាងណាក៏ដោយតែបេះដូងក្តីស្រឡាញ់រាងកាយរបស់ខ្ញុំគឺនៅតែស្រឡាញ់វិស័យសិល្បៈខ្ញុំនៅតែហ៊ាននិយាយបែបហ្នឹងប៉ុន្តែដោយសារមួយរយៈកន្លងមកបងប្អូនផលិតករផ្សេងៗទៀតគាត់គិតថាខ្ញុំលែងចូលឡែកខ្ញុំមានឋានៈផ្សេងមួយទៀតអីចឹងប្រហែលជាលែងប្រឡូកវិស័យសិល្បៈតែសម្រាប់រូបនាងខ្ញុំផ្ទាល់គឺនាងខ្ញុំនៅតែទទួលអញ្ចឹងតែនាងខ្ញុំមើលទៅតាមពេលវេលានិងសាច់រឿងដែរពីព្រោះដោយសាររយៈពេលដែលនាងខ្ញុំមានគ្រួសារហ្នឹងគឺមែនតើខ្ញុំអត់ទទួលរឿងមែនតែខ្ញុំទទួលជា brand ambassador របស់ផលិតផលផ្សេងៗនឹងជាមួយនឹងកិច្ចការរយៈពេលខ្លីៗអញ្ចឹងណាការងារជាពិសេសពាក់ព័ន្ធនឹងការងារសង្គមជាតិចាគឺមានសកម្មភាពច្រើន